เตสเพียบเป็นเงี้ยสะอาดนะปกไม้บองปอนปกไม้ปอนนาโจจะเตสเพียบแบบสกสายจังคลาปกไม้บองปอนนี่ปกไม้ปอนหน่อยที่จะลำถ้าดามโปดามไอ้แม่ในปกไม้ปอนกอดเพื่อระบองอรบเมินหมดดำสมากูปกไม้ปอนนี่มันเมนดามโปได้คือสมาcái house smart ấy thế bụng mai bồn bự squall common ground bị tao nhom bàn phong bụng mai bồn nhom squall đôi đam put trong bụng mai bồn lịch lịch các ba bụng mai bồn đi nè đại phơi níคือnhom thọtรูปเพียบไอ้บụng mai bồn ta smart มุกเตียnhomนี่คือล้อนะบụng mai bồnกอดเฟือระบองอ้อเลยมันกโนปีกโนหมดดำ smart บụng mai bồn สำหรับเนี่ยเมียนคือจังบụng mai bồnเอ้ยดอกกอบụng mai bồnนี่เพียบเป็นเงี้ยให้มือบụng mai bồnปะระเบียนได้กอดให้นี่ดำ smart นั่นคือหาดำไอ้บụng mai bồn โดยดำปูดจังบụng mai bồn น่ะได้ squall คือនឹងអាចខមមិនប្រាប់ខ្ញុំផងជំរាបសួរហើយក៏សួស្ដីពុកម៉ែបងប្អូននេះបន្ទាប់ពីយើងសម្រាប់ពីការងាររបស់ខ្ញុំគឺការងារជាងឈើពុកម៉ែបងប្អូនពុកម៉ែបងប្អូនឃើញក្នុង YouTube ពុកម៉ែបងប្អូនឃើញតែវាបែបសុកស្រែចំការពុកម៉ែបងប្អូនគាត់ប្រកាសជាឆ្ងល់ថាគាត់ធ្វើការអីចឹងណាថ្ងៃនេះខ្ញុំការងារខ្ញុំគឺការងារនេះអានេះគេហៅថាតុកហូបតែសម្រាប់អ្នកមានដាច់ចការលំហែដាក់ផ្ទះលំហែចឹងណាពុកម៉ែបងប្អូនណាដែលត្រូវការគឺអាចកំងបានពុកម៉ែបងប្អូននេះស្អាតណាស់គឺប្រភេទឈើធ្នងក្រាក់សុតពុកម៉ែបងប្អូនហើយនេះមុខផ្ទះខ្ញុំគឺវាស្រាយវាស្រូវពុកម៉ែបងប្អូនអើយហើយខ្ញុំថ្ងៃនេះដែរខ្ញុំនឹងចេញរូបទស្សនភាពពីការមើលស្មៅដូចឃើញក្បាលវីដេអូចឹងស្មៅដូចពោតដូចស្មៅចឹងណាពុកម៉ែបងប្អូនអ្នកដែលចិញ្ចឹមគោគឺយល់ពុកម៉ែបងប្អូនអើយអ្នកដែលខាងខ្ញុំគឺគាត់ចំណាយដីរាប់សឹងថារាប់ម៉ែត្រពុកម៉ែបងប្អូនមកដាំស្មៅហើយចាក់ដីចាក់អីហើយធ្វើលបងអស់រាប់ម៉ឺនមកដាំស្មៅពុកម៉ែបងប្អូនឃើញក្បាលវីដេអូចឹងហើយឥឡូវនេះខ្ញុំនឹងនាំពុកម៉ែបងប្អូនមើលការតុកទឹកតែនេះមួយមានកន្លែងដាក់ពេងចាក់ពេងតែមានកន្លែងហូបដាក់នេះដាក់នោះចឹងណាពុកម៉ែបងប្អូននេះស្អាតពុកម៉ែបងប្អូនស្អាតប្រមាណ%ខមមិននឹងក្រោមវីដេអូខ្ញុំបាទផងពុកម៉ែបងប្អូនសម្រាប់ខ្ញុំគឺខ្ញុំធ្វើបានទាំងអស់ឲ្យពុកម៉ែបងប្អូនត្រូវការឲ្យតែគេកំងឲ្យតែគេជួលក៏ធ្វើទាំងអស់នេះការងារនៅផ្ទះខ្ញុំពុកម៉ែបងប្អូនហើយផ្ទះខ្ញុំដែរគឺនៅជាប់វាស្រ័យស្រូវពុកម៉ែបងប្អូនណាដែលធ្លាប់ឃើញវីដេអូខ្ញុំមុននៅក្នុង YouTube ពុកម៉ែបងប្អូនប្រកាសជាឆ្ងល់ឥឡូវខ្ញុំនាំពុកម៉ែបងប្អូនទៅមើលការដាំស្មៅមុខផ្ទះខ្ញុំពុកម៉ែបងប្អូនមើលវាស្រ័យវាស្រូវគាត់ធ្វើលបងហើយនេះខ្នោះជាតិពុកម៉ែបងប្អូនខ្នោះជាតិតាមមុខផ្ទះខ្ញុំអញ្ចឹងណាហើយពុកម៉ែបងប្អូនសម័យមើលនេះលបងឡើងលិចក្បាលពុកម៉ែបងប្អូនអូយហើយចាក់ដីដាំស្មៅហើយដីនេះមិនមែនខ្ទាបទេពុកម៉ែបងប្អូនមើលតែផ្ទះខ្ញុំទៅពុកម៉ែបងប្អូនឡើងខ្ពស់ណាស់ហើយផ្ទះបងប្អូនខ្ញុំជាប់គ្នាអញ្ចឹងណាផ្ទះបងប្អូនខ្ញុំមានលក់ខោអាវមានលក់ប្រភុំមានលក់ទូរស័ព្ទលក់អីពុកម៉ែបងប្អូននៅចុងវីដេអូនេះពុកម៉ែបងប្អូននឹងអាចមើលបានខ្ញុំនឹង review ឲ្យពុកម៉ែបងប្អូនមើលតែឥឡូវយើងទៅមើលការដាំស្មៅរបស់គាត់សិនពុកម៉ែបងប្អូននេះល្អណាស់ពុកម៉ែបងប្អូនអូយហើយរាល់ថ្ងៃគឺគាត់បើកឡានមកជួតមួយឡានរហូតពុកម៉ែបងប្អូនអានេះទៅមកដាំថ្មីអានោះចង់ពុកម៉ែបងប្អូននោះអានោះកាញ់និយាយទៅដូចដើមនេះចឹងពុកម៉ែបងប្អូនដូចដើមពោតចឹងពុកម៉ែដើមពោតហើយដើមនោះដូចគ្នាអត់មានខុសគ្នាតាណាទេចឹងណាពុកម៉ែបងប្អូនមើលលបងគាត់ពុកម៉ែបងប្អូនអូយសម័យមើលបើគេអ្នកមានគេធ្វើលបងអស់រាប់ម៉ឺនដាំស្មៅឲ្យគូពុកម៉ែបងប្អូនតែគូគាត់មិនថោកណាពុកម៉ែបងប្អូនគូគាត់លក់ម្ដង20 30 40 លានពុកម៉ែបងប្អូនអើយគូធំល្អតោះទៅទស្សនាវីដេអូទាំងអស់គ្នាពុកម៉ែបងប្អូនអើយពុកម៉ែបងប្អូននេះកុំថាតិចច្រឡំថាដើមពោតអីពុកម៉ែបងប្អូនសម្រាប់គេអ្នកមានលុយពុកម៉ែបងប្អូនដីវត្តលបងដាំស្មៅនេះដាំស្មៅទៅពុកម៉ែបងប្អូនចិញ្ចឹមគោពុកម៉ែបងប្អូនដូចដើមពោតចឹងល្អដល់ពុកម៉ែបងប្អូនអើយនេះហើយនោះវាស្រែហើយដីគាត់ធំពុកម៉ែបងប្អូនអើយក្បាល100 ម៉ែត្រទៅនេះមើលស្មៅដូចនេះចឹងពុកម៉ែបងប្អូនដូចពោតចឹងមិនមែនពោតទេណាពុកម៉ែបងប្អូនស្មៅដាំស្មៅឲ្យគោនេះលិចក្បាលបាត់ពុកម៉ែបងប្អូនអូយនោះមើលទៅក្រួយឡើងលូងដល់សម្រាប់គេអ្នកមានក៏ធ្វើលបងឡើង4 ម៉ែត្រទេដឹងហើយធ្វើលបងដាំស្មៅឲ្យគោហូបនេះនោះផ្ទះខ្ញុំពុកម៉ែបងប្អូនអើយឆែតតាគេអ្នកមានលុយមែនទេពុកម៉ែបងប្អូននេះដល់ល្អដល់ហ្នឹងអត់សូវភ្លៀងរាំងពុកម៉ែបងប្អូនអើយមួយរយៈនេះរាំងចង់កន្លះខែបើសិនភ្លៀងវិញនឹងល្អយ៉ាងណាទេពុកម៉ែបងប្អូនអូយនេះទៅមើលស្មៅដូចពោតចឹងម៉ែបងខ្ញុំឲ្យមើលល្អមែនពុកម៉ែបងប្អូនអើយពុកម៉ែបងប្អូនណាស្គាល់ស្មៅហ្នឹងគេហៅស្មៅអីពុកម៉ែបងប្អូននេះឡានសម្រាប់ដាក់ស្មៅគាត់មកគ្រូរាល់ថ្ងៃហើយគោគាត់ល្អគោគាត់សិតតែមួយដូចជា3-4 លានណាគឺកាលបាខ្លះ6 លានអីគោគាត់នេះស្មៅ
ហើយពាត់លបងអស់ពី30000ហើយដាំស្មៅបងប្អូនអើយហើយមើលស្មៅឯណាមិនពូតទេពុកម៉ែបងប្អូនមើលល្អស្រស់បំប្រងមកនឹងអត់ភ្លៀងហ៎បងប្អូនណោះអាថ្មីវាចេញមកទៀតអាខ្ពស់លេខក្បាលនៅខាងនេះអានេះទឹកដាំក្រោយហើយគាត់អត់ដីកន្លែងហ្នឹងខ្ពស់ហ្នឹងមនុស្សពុកម៉ែបងប្អូនមើលតែដីកន្លែងនេះខ្នល់ជាតិនេះខ្នល់ជាតិខ្ពស់ហ៎តែគាត់ចាក់ដីឡើងអស់គាត់ចាក់ដីអស់20000ណាហើយធ្វើលបងទៀតទង3-40000ណាបងប្អូនហើយដាំស្មៅឲ្យគូបងប្អូនអើយនេះល្អដល់មុខផ្ទះខ្ញុំធ្វើអាជីវកម្មដល់មកស្មៅលោកអើយហើយមើលលបងគាត់លងលួចហើយមើលពីមុខអញ្ចឹងសម្រាប់គេអ្នកមានលុយបងប្អូនអើយមើលតម្រាប់តាមគេធ្វើអីក៏ត្រូវដែរអ្នកមានលុយតែយើងអត់លុយធ្វើអីក៏ខុសដែរបងប្អូនមែនអត់ហើយគោគាត់ស្អាតតែលំដាស់គោលួមដង10 20 30 40លានណាហើយនេះពេលល្ងាចបន្ទាប់ពីខ្ញុំបាញ់ថ្នាំនេះហើយខ្ញុំមកដើរមើលមុខផ្ទះដើរមកនៅផ្ទះខ្ញុំផ្ទះប្អូនខ្ញុំលក់ខោអាវលក់ទូរស័ព្ទផ្ទះខ្ញុំផ្ទះប្អូនខ្ញុំលក់ខោអាវលក់ទូរស័ព្ទលក់ភូមិលក់អីបងប្អូនអារោភូមិរកអីមានហើយផ្ទះខ្ញុំខាងជាងឈើតែមើលខ្ញុំរៀបវីយូឲ្យពុកម៉ែបងប្អូនមើលតាមដល់ឯនោះខ្ញុំមើលទេសភាពមើលស្មៅទៅល្អពុកម៉ែបងប្អូនអូយពុកម៉ែបងប្អូនគេហៅស្មៅអីហ្នឹងអ្នកចំគូបានយល់ពុកម៉ែបងប្អូនល្អណាស់ពុកម៉ែបងប្អូនអើយនេះដល់កាញ់ដល់នេះហើយអ្នកទីឡាននោះឃើញញឹមមកនោះស្ងោចធ្វើគេស្មៅល្អដល់ហ្នឹងហើយចាំមើលខ្ញុំរៀបវីយូផ្ទះខ្ញុំពុកម៉ែបងប្អូនមើលបងប្អូននេះអូយមកនោះល្អណាស់ពុកម៉ែបងប្អូនអូយឡើងកាញ់មកមើលគាត់ណាឃើញស្មៅនឹងក៏មានជាតិដែរបងប្អូនយើងមិនដូចគាត់ណាឃើញស្មៅនឹងក៏ជាតិដូចគោដែរបងប្អូនអើយចង់ហូបដែរស្មៅល្អម្លឹងបងប្អូនមើលហើយមានចិត្តណាលបងគាត់ទៅក្រោយ100ម៉ែត្រជាងហើយបងប្អូនហើយក្បាលចូល50 60 70ម៉ែត្រហើយគាត់ធ្វើលបងបងប្អូនហើយនាំបងប្អូនទៅមើលមុខផ្ទះហើយគាត់ធ្វើលបងត្រឹមត្រូវគាត់ទុកចំណៃខ្នល់ឡើង10ម៉ែត្រជាងនេះទេចំណៃខ្នល់គាត់ធ្វើការពារលបងគាត់រឹងមាំនេះបងប្អូនអើយនេះមើលលបងគេលបងក៏ស្អាតហើយនេះចាស់ខ្ញុំនោះចាស់ខ្ញុំធ្វើឈើផ្ទះប្អូនខ្ញុំនេះលក់ទូរស័ព្ទលក់ខោអាវលក់គ្រឿងអេឡិចត្រូនិករឿងពូលអីចឹងហើយមានលក់ប្រភពលីអុយបងប្អូនមើលទេសភាពសុខស្រាយមើលខ្ញុំនាំពុកម៉ែបងប្អូនទៅមើលជុំវិញផ្ទះខ្ញុំសុខស្រាយបានពុកម៉ែបងប្អូនឃើញធ្លាប់ដល់ឃើញនេះប្រភពស្អាតបងប្អូនណាចង់បានអីនេះមិនខ្វះទេម៉ូតណាក៏មានអាថោចអាធំអាកមុំមួយម៉ាយមានសពគ្រប់ហើយនេះវាស្រែវាស្រែទីទៀតនឹងចែកជូនពុកម៉ែបងប្អូនមើលតែភ្លៀងធ្លាក់អីទៅតែមួយយ៉ាងនេះរាំងពេកបងប្អូននេះឃើញបងប្អូនខៀវស្ងឹតជុំវិញផ្ទះខ្ញុំវាស្រែមើលអានេះខាងកើតផ្ទះនោះមុខផ្ទះនោះមុខផ្ទះកន្លែងបងគាត់នោះស្រែសុទ្ធទៅអូទៅស្ទឹងហ្នឹងហើយអរគុណពុកម៉ែបងប្អូននៅក្នុងប្រព័ន្ធ YouTube ទាំងអស់ពុកម៉ែបងប្អូនចូលចិត្តបែបសុខស្រាយខ្ញុំនឹងដិតរូបភាពជាម៉ងពោះប្រត្រីដាក់ម៉ងដាក់អីដាក់លបដាក់អីឲ្យពុកម៉ែបងប្អូនទស្សនាហ្នឹងហើយអរគុណពុកម៉ែបងប្អូនហើយមើលផ្លូវជាតិទេពុកម៉ែបងប្អូនតែកន្លែងណាក៏កលុកដែរផ្លូវជាតិទេតើបងប្អូនហ្នឹងហើយអរគុណសូមជួយSubscribe channel YouTube ខ្ញុំមកម្នាក់មួយទទួលបានវីដេអូថ្មីៗទៀតអរគុណច្រើនបាយបាយ